អាទិត្យនេះគឺកូនវ៉ាកងចាប់ផ្ដើមពីអាទិត្យនេះអាទិត្យក្រោយមកអាទិត្យទៀតគឺពីអាទិត្យចឹងហើយគឺមានអីក្រៅពីនាំពួកគាត់ដើរលេងទេបងប្អូនចាហើយផ្សារក្រៅរាល់ថ្ងៃអង្គារគឺនៅខាងនឹងខ្ញុំគឺមកអាទិត្យម្ដងអញ្ចឹងអាទិត្យនេះគឺនាំពួកគាត់ដើរលេងអញ្ចឹងទៅពួកអីគាត់វ៉ាកងនៅផ្ទះកុំឲ្យគាត់អត់សុខអញ្ចឹងណាបងប្អូនចាហើយពួកគាត់នឹងបានដើរអញ្ចឹងទៅក៏គាត់ដូចថាអត់សូវមើលទូរស័ព្ទ tablet បាន2ម៉ោងដែរនិយាយទៅបាន2ម៉ោងដែរណាបងប្អូនចេញដើរតាំងម៉ោង10ម៉ោង2:10បានមកដល់ផ្ទះវិញគួរសមដែរតាដើរផ្សារក្រៅម្ដងសិតតែ2ម៉ោងអីនោះអាទិត្យនេះគឺមេឃល្អមែនទែនបងប្អូនចាថ្ងៃឡើងគឺជាង20ហើយគឺបើកថ្ងៃក្នុងអាទិត្យនេះតែបើកត្រឹមដល់ថ្ងៃអាទិត្យទេបន្ទាប់មកយប់ឡើងយប់ថ្ងៃអាទិត្យហ្នឹងគឺចុះនៅសល់2វិញបន្ទាប់មកគឺចាប់ផ្ដើមភ្លៀងហើយចាប់ផ្ដើមចុះវិញឯបងប្អូនចានិយាយទៅនៅបែបសាច់ខែនេះហើយគឺនៅអត់ទាន់ក្តៅជាប់ទេណាបងប្អូនចាឥឡូវហ្នឹងគឺយើងចូលខែ5ស្អែកនេះហើយប៉ុន្តែគឺអត់ទាន់ក្តៅជាប់ទេអញ្ចឹងហើយអាកាសធាតុផ្លាស់ប្ដូរប្រែប្រួលអត់ទៀងទេអញ្ចឹងកូនរកកូនអីឃើញមេឃល្អអញ្ចឹងចេះចង់នាំគាត់ដើរពួកអីស្រុកនេះវាមិនសូវមានថ្ងៃទេណាបងប្អូនចាដើរចុះដើរឡើងឆ្វែទៅកន្លែងគាត់ចង់មើលមាន់អញ្ចឹងថាអូខេឥឡូវម៉ាក់នាំកូនមើលមាន់ដល់ពេលទៅមើលមាន់ទៅទាម៉ាក់កូនចង់សុំទិញពុះសាងសុំទិញកូនមាន់តូចៗបងប្អូនចាប្រាប់ថាកូនអើយទិញយកមកធ្វើអីទេមានណាគេមើលទេកូនឯងអ្នកមើលមែនកូនចង់លេងកូនចង់មើលទិញឲ្យកូនមកថាចាំសួរប៉ាសិនបើប៉ាទិញខ្ញុំទិញពួកអីម៉ាក់មិនអ្នកមើលមាន់ម៉ាក់មិនអ្នកចាំមាន់ទេកូនដល់ពេលឲ្យគេថាអញ្ចឹងទេសួរប៉ាទៅទៅប៉ាថាបាច់ទិញទេទិញមកទៅអីទិញសាមុនអស់ប្រមាណនឹងកដុលចាត់ការអស់អាលីងចឹងមានអីទេប្រាប់ថាចាំពុទ្ធិស័កចេះដើរកូនចាំមកអូនចេះដើរចាំទិញមកឲ្យលេងជុំគ្នា3អ្នកបងប្អូនអញ្ចឹងណាបងប្អូនចាហើយនិយាយទៅគឺបើសម្រាប់នាងខ្ញុំវិញគឺឈប់ចំមកឲ្យបងប្អូនមន់នោះដោយសារតែមន់វាប្រហែលអត់មានអ្នកមើលថែណាបងប្អូនតាឥឡូវហ្នឹងគឺគាត់ឈឺដៃឈឺអីផងឈឺដៃឈឺជើងអីកាមុននឹងក៏គាត់ឈឺនឹងមកអញ្ចឹងគឺឈប់ចំតាំងពីមុនមករហូតហើយត្រូវរវល់គាត់ធ្វើការជាប់ហើយនាងខ្ញុំនេះមើលជាប់មើលកូនតូចអីផងអញ្ចឹងគឺឈប់ឲ្យចិញ្ចឹមមាន់គឺរវល់ដែរនឹងឯងបងប្អូនចាឥឡូវហ្នឹងឈួរចាំទិញមាន់អាំងឲ្យមនុស្សនិយាយពីថាច្រើនណាបងប្អូនឈួរទិញមាន់អាំងត្រង់ជួទិញនឹងឡើងតម្រាំទៅដល់យើងគឺចិត្ត10នាក់នៅមុខនាងខ្ញុំនោះកូនហ្នឹងគឺគាត់ទាឲ្យទៅដល់ថ្ងៃអង្គារអញ្ចឹងគឺមកវីរួចធ្វើម្ហូបមកពេលហើយគឺគាត់តែងតែសំណូមពរមកអាទិត្យកូនសុំញ៉ាំមាន់អាំងម្ដងអីចឹងទៅអញ្ចឹងគឺមកអាទិត្យទិញឲ្យគាត់ឲ្យមាន់អាំងនាងខ្ញុំគឺកន្លែងហ្នឹងគឺឆ្ងាញ់ណាបងប្អូនចារសជាតិវានិយាយពីថាអូយដូចមាន់យើងអាំងខ្លួនឯងនៅផ្ទះអញ្ចឹងណា